อันนี้คือជាទស្សនវិជ្ជាវីដេអូនៅក្នុងទីពេទ្យកាឡាម៉ែតដែលលោកឪពុកគាត់វះគ្រោះប្រមាថចេញអញ្ចឹងថ្ងៃនេះជាថ្ងៃទី1បន្ទាប់ពីសម្រាកនៃការវះកាត់ប៉ុន្តែបើគិតពីដេកពីយប់ហើយអញ្ចឹងយប់3យប់ហើយណាអូ3យប់ទាំងយប់នេះអញ្ចឹងស្អែកយើងដល់ថ្ងៃទៅផ្ទះហើយអាកូននេះនៅធ្វើការពី2នាក់នេះទៅផ្ទះទៅស្រុកតែកុំប្រៀបធៀបនាំឈឺចាប់កុំគិតច្រើនអីអត់តែ1នាទីបាទប្រុសណយទុកគេស្អាតតែមានទូទៀតណា